បងប្អូនអើយមួយឈុតនេះស្អាតខ្លាំងណាស់មិននឹកស្មានដល់មួយឈុតនេះគឺសម្រាប់ប្រជាអធិរាជទៅហាត់ប្រាណសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំចាំរានមានបំហ៊ុនខ្មែរប្រាប់ថាចូលចិត្តសម្លៀកបំពាក់និងការបបដែលផលិតនៅប្រទេសចិនចាថ្ងៃនេះចាំរានសូមនាំអ្នកទាំងអស់គ្នាទៅមើលតើប្រព័ន្ធរបស់ប្រជាអធិរាជបរាណចិនគឺធ្វើឡើងយ៉ាងដូចម្តេចហើយដូចគេថាសិប្បកម្មធ្វើប្រព័ន្ធថែមទាំងចាក់ឥទ្ធិពលទៅដល់ការច្នៃប្រឌិតកុំព្យូទ័រទៀតតើពិតមែនឬចាំរានសូមនាំអ្នកទាំងអស់គ្នាទៅឆ្វេងយល់ពីសិប្បកម្មយួនជីនគឺជាប់បាប់ណាន់ជីនប្រទេសសិនបងប្អូនអើយមួយឈុតនេះស្អាតខ្លាំងណាស់រូបនៅលើអោនេះមានសាច់គៀលផាសិតលីងជឺបង្កប់ន័យថាអាយុយឺនយូរសិរីមង្គលចាមានទ្រព្យនិងសុខភាពមាំមួនចាមួយឈុតនេះមានតួអក្សរសដែលមានអាយុវែងចំនួន1045តួចាដែលបានដោយខ្សែមាសប្រវែង4000ម៉ែត្រចាមួយឈុតនេះទៅជាសម្លៀកបំពាក់សម្រាប់ព្រះមហាក្សត្រីមូលហេតុដែលព្រះពស្ត្ររបស់ប្រជាអធិរាជនិងសម្លៀកបំពាក់របស់ព្រះរាជវង្សានុវង្សមានតម្លៃថ្លៃជាងមាសនោះគឺដោយសារវាធ្វើពីចបបាក់ណាន់ជីងដែលជាក្រណាត់សុទ្ធដ៏ល្អប្រណិតនិងមានតម្លៃជាទូទៅការត្បាញចបបាប់ត្រូវប្រើប្រាស់សរសៃសុទ្ធមានគុណភាពខ្ពស់និងសម្ភារៈមានតម្លៃជាច្រើនដូចជាខ្សែមាសខ្សែប្រាក់និងរោមសត្វនិងបក្សីជាដើមមានរូបក្បាច់និងពណ៌ស្រស់ស្អាតឆើតឆាយប្រៀបដូចជាពពកលើមេឃបង្កប់ន័យថាសិរីមង្គលចបបាប់យួនជីនគឺជាប្រភេទក្រណាត់សុទ្ធដែលតំណាងឲ្យសមិទ្ធផលដ៏ខ្ពង់ខ្ពស់នៃជំនាញបច្ចេកទេសតម្បាញរបស់ចិនជាស្នាដៃដ៏ត្រចះត្រចង់នៃវប្បធម៌សុទ្ធរបស់ប្រទេសចិនដូច្នេះកាលពីមុនចបបាប់ប្រើសម្រាប់ព្រះបរមរាជវាំងអ្វីដែលសំខាន់បំផុតនោះគឺសម្រាប់ការឡើងសោយរាជ្យរបស់អធិរាជឬសកម្មភាពធំៗមួយចំនួនរបស់អធិរាជគិតមកដល់សប្តាហ៍នេះចបបាប់យួនជីនបានមានប្រវត្តិសាស្ត្រជាង1600ឆ្នាំហើយនាគនេះត្រូវបានត្បាញដោយអំបោះសូត្រពណ៌មាស3ប្រភេទដែលមានពណ៌និងសារធាតុផ្សេងគ្នារូបនីមួយៗនៅលើចបបាប់យួនជីនប្រកបដោយអត្ថន័យវប្បធម៌ដ៏ល្អពីមុននាគតំណាងព្រះចៅអធិរាជឃ្លោកតំណាងឲ្យសិរីមង្គលនិងទ្រព្យឯកសណ្ឋានរបស់មន្ត្រីបុរាណជាទូទៅគឺធ្វើពីចបបាប់យួនជីនមន្ត្រីស៊ីវិលប្រើរូបសត្វបក្សាបក្សីឯមន្ត្រីសេនាប្រើរូបសត្វសាហាវចបបាប់យួនជីនមាន4ប្រភេទធំសំខាន់ដោយសារបានប្រើបច្ចេកទេសតម្បាញនិងសម្ភារៈខុសៗគ្នាក្នុងនោះសិប្បកម្មត្បាញជ័ងហួរគឺស្មុគស្មាញខ្លាំងណាស់ចាប់ពីសត្វក្រណាត់នេះយើងអាចមើលឃើញស្នាដៃសិល្បៈដ៏ល្អប្រណិតនៅកាលពីមុនចាស់តារូបកបកំបាច់ទាំងអស់នេះត្រូវត្បាញលើក្រណាត់យ៉ាងដូចម្តេចហើយសិប្បកម្មយួនជីនគឺចបបាប់ណាន់ជីនបានចាក់ឥទ្ធិពលទៅលើការច្នៃប្រឌិតកុំព្យូទ័រដោយរបៀបណាអ្នកទាំងអស់គ្នាសូមមើលក្រដាសនេះសិនសិប្បកម្មត្បាញចបបាប់យួនជីនមានដំណើរការដ៏ស្មុគស្មាញដំបូងតម្រូវឲ្យវិចិត្រករក្នុងវាំងគូររូបក្បាច់សិនបន្ទាប់មកជាងនឹងចម្លងគំនូរនេះលើក្រដាសបែបនេះដោយលាបពណ៌នៅលើក្រឡាតូចៗបន្តិចម្ដងរួចហើយដាក់ក្រដាសនេះនៅកន្លែងនេះបន្ទាប់មកប្រើដង្កៀបឫស្សីឬខ្សែពណ៌ដូចគ្នាតាមខ្សែបន្ទាត់ផ្ដេកនីមួយៗនៃក្រដាសឧទាហរណ៍រើសខ្សែតំណាងពណ៌ក្រហមទាំងអស់ហើយចងវានៅខាងក្រោយពណ៌លឿងពណ៌ខៀវនិងពណ៌បៃតងធ្វើដូចគ្នាតើដែលខ្ញុំធ្វើទៅដឹងថាជំហានមួយនេះមានភាពដានដឹងជាងការប្រឡងបាក់ដូបទៅទៀតធ្វើខំម្ដងត្រូវចាប់ដាំជាថ្មីខ្ញុំធ្វើតែមួយផ្លែក៏ចាប់ដាំងងឹតមុខតែម្ដងពណ៌ដែលត្រូវបានជ្រើសចេញគឺតំណាងមួយពណ៌ដែលមិនបានជ្រើសរើសគឺតំណាង0ដែលនេះជាប្រព័ន្ធគោលពីរដែលអាចធ្វើឲ្យរូបក្រដាសคล้ายទៅជាលេខកូដដែលគេត្បាញអាចស្កេនបានកុំព្យូទ័រគឺត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នេះចា
ឧបករណ៍តម្បាញទាំងអស់នេះពិតជាធំហើយមានទិដ្ឋភាពអស្ចារ្យណាស់ហើយសិប្បកម្មតម្បាញក្រណាត់សុទ្ធជាន់ខ្វារឹតតែធ្វើឲ្យនាងខ្ញុំមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសូមមើលគេតម្បាញនេះមានប្រវែងប្រហែលជាង5ម៉ែត្រហើយកម្ពស់ប្រហែល4ម៉ែត្រត្រូវការជាងតម្បាញ2អ្នកសហការជាមួយគ្នាម្នាក់មួយអង្គុយនៅខាងលើធ្វើការងារលឹកខ្សែបណ្ដោយហើយម្នាក់មួយអង្គុយនៅខាងក្រោមធ្វើការងារតម្បាញក្រណាត់សុទ្ធខ្នាត70សង់ទីម៉ែត្រយ៉ាងហោចណាស់ត្រូវប្រើខ្សែបណ្ដោយជាង10000សរសៃក្បាច់ផ្កាទាំងអស់ត្រូវដាក់ជាមួយខ្សែជាង10000សរសៃនេះហើយចាប់ពីកំណត់ខ្សែបណ្ដោយនិងខ្សែទទឹងមនុស្ស2នាក់អាចតម្បាញបានត្រឹមតែ5ដល់6សង់ទីម៉ែត្រក្នុងមួយថ្ងៃក្រោមចឹងនៅមានឈ្នាន់ឫស្សីចំនួន15ទៀតពេលជាងតម្បាញក្រណាត់ត្រូវយកចិត្តទុកដាក់ខ្លាំងទោះជាស្ដេចយាងទាត់មើលក៏មិនចាំបាច់ក្រោកឡើងដែរបច្ចេកទេសតម្បាញដោយដៃបែបប្រពៃណីនេះពឹងផ្អែកលើការចងចាំរបស់មនុស្សក្នុងការតម្បាញវានៅតែមិនអាចជំនួសដោយម៉ាស៊ីនទំនើបបានទេខ្ញុំចំណាយពេលយូរនៅតែមិនយល់ពីរបៀបដែលជាងស្គាល់និងចងចាំខ្សែនិងពណ៌ទាំងអស់នេះនាងខ្ញុំគិតថាវាគឺជាមូលហេតុដ៏សំខាន់មួយដែលចបាប់យួនជៀនអាចក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិបានអ្នកទាំងអស់គ្នាទីមើលតើអ្វីទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សារមន្ទីរវាមិនមែនព្រះពស្ត្រទេគឺជាជាងតម្បាញសិល្បៈតម្បាញស្ថិតនៅក្នុងដៃរបស់ពួកគេមានពួកគេសិប្បកម្មចបាប់យួនជៀនទើបអាចបន្តវេនពីជំនាន់មួយទៅជំនាន់មួយមានពួកគេយើងចង់តម្បាញប្រព័ន្ធប្រមាណឈុតក៏បានដែរមានពួកគេចបាប់យួនជៀនទើបអាចរស់ឡើងវិញហើយមានជីវិតថ្មីវិស័យនេះគ្មានអ្នកមានដុនពីកំណាត់នោះទេមានតែភាពហ្មត់ចត់និងការខិតខំពីមួយថ្ងៃទៅមួយថ្ងៃទើបអាចទទួលបានផ្ទាំងចបាប់យួនជៀនដែលមានកាបូបក្បាច់ល្អប្រណិតពណ៌ស្រស់ស្អាតនិងរស់រវើកនៅខែកញ្ញាឆ្នាំ2009ចបាប់យួនជៀនត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនៃអង្គការសហប្រជាជាតិកុំគិតថាចបាប់ណានជីងប្រើសម្រាប់តែព្រះពស្ត្រគឺវាមានការប្រើប្រាស់យ៉ាងទូលំទូលាយដែលលោកអ្នកនឹកស្មានមិនដល់មានកាបូបមានផ្លិតនិងកន្សែងរឹមកនិងមានស៊ីងអោទៀតស៊ីងអោមេអំបោះទីនេះមានគ្រឿងតែងកាយគ្រប់ប្រភេទដែលធ្វើពីចបាប់យួនជៀនការធ្វើឲ្យធាតុម៉ូដសម័យទំនើបរួមបញ្ចូលទៅក្នុងសិប្បកម្មប្រពៃណីចបាប់ក្នុងនោះគំនូរតុបតែងមួយផ្ទាំងនេះគឺជាបរិវត្តកម្មទំនើបនៃសារមន្ទីរយួនជៀនទូកនាគធំតំណាងដឹកដីប្រទេសចិនសត្វគៀ56ក្បាលតំណាងជនជាតិ56បង្កំន័យថាប្រជាជាតិចិនសាមគ្គីគ្នាជិះទូកតែមួយឆ្ពោះទៅមុខ